មុខម្ហូបពីរមុខនេះខ្ញុំចាយលុយអស់6,000រៀលខ្ញុំធ្វើបានម្ហូបពីរមុខណាអញ្ចឹងមកមើលថាខ្ញុំធ្វើអ្វីបានខ្លះចាសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Daily Cooking Story ចានេះគឺជាមុខម្ហូបទី1ខ្ញុំចាយលុយអស់3,000រៀលសាច់ជ្រូកជ្រាំនោះកន្លះខាំចឹងអស់តែ1,000ទេហើយពេលយឺហឺនោះអស់1,000ហើយនឹងបន្លែហ្នឹងយើងចាត់ទុកថាអស់1,000ទៀតចុះព្រោះដោយសារតែខ្ញុំប្រមូលបន្លែដែលសល់នៅក្នុងទូទឹកកកឯងមិនមែនជាបន្លែដែលខ្ញុំទិញអញ្ចឹងណាហើយខ្ញុំនៅសល់ខួរស្មងគោបន្តិចអញ្ចឹងខ្ញុំដាក់វាចូលប្រហើយហ្មងទៅជិលទុកឲ្យវាជាទូទឹកកកចំណែកនេះគឺជាមុខម្ហូបទី2គឺឆាផ្កាខាត់ណាជាមួយនឹងសាច់ជ្រូកជ្រាំផ្កាខាត់ណានេះខ្ញុំទិញមួយដើមវានឹងអស់2,000សម្រាប់សាច់ជ្រូកនេះអស់តែ1,000ទេព្រោះខ្ញុំទិញមួយខាំមកខ្ញុំចែកវាជា2ពាក់កណ្ដាលធ្វើសាឡពាក់កណ្ដាលធ្វើឆានឹងអញ្ចឹងសរុបមកពីមុខនោះខ្ញុំចាយលុយអស់តែ6,000ទេចាឥឡូវមកមើលពីរបៀបដែលយើងធ្វើមុខម្ហូបទី1សាឡស្ងោររបស់ខ្ញុំគឺខ្ញុំដាក់គ្រឿងទាំងអស់ហ្នឹងចូលគ្នាទៅហ្មងមានហេតុវាយឺហឺខ្ទឹមសខ្ទឹមក្រហមសារាយសមុទ្រអីហ្នឹងស្មងគោអីហ្នឹងយើងដាក់វាចូលទៅខួរស្មងគោហ្នឹងចូលទៅជាមួយគ្នាទាំងអស់ហើយយើងឆុំវាតិចទៅដើម្បីឲ្យបែកជាមួយនឹងសាច់ជ្រូកជ្រាំហ្នឹងណាព្រោះដោយសារតែខ្ញុំអត់បានឆុំវាមុនទេខ្ញុំខ្ជិលញ៉ៃបន្លែច្រើនអញ្ចឹងណាព្រោះឲ្យយើងតិចដែរបន្ទាប់មកខ្ញុំថែមជាមួយនឹងការ៉ុតជាមួយនឹងឆៃថាវចូលទៅព្រោះយើងត្រូវបង្ងាស់ដើម្បីឲ្យវាចេញជាតិផ្អែមពីឆៃថាវជាមួយនឹងការ៉ុតហ្នឹងណាអញ្ចឹងយើងបង្ងាស់សាច់យើងជាមួយនឹងបន្លែហឹងហ្នឹងជាមួយគ្នាទុកមកសន្ទុះឲ្យវាពុះប្រហែលជា10នាទីទៅខ្ញុំបើកភ្លើងតិចៗឲ្យវាពុះឡើងអានេះបន្ទាប់ពី10នាទីក្រោយបងអូនឃើញសភាពស្លរបស់យើងឡើងទៅនងទឹកឡើងថ្លាហ្មងអញ្ចឹងចាប់ពេលហ្នឹងទៅខ្ញុំអាចបង់គ្រឿងបានហើយខ្ញុំដាក់អំបិលចូលមួយចុងស្ព្រាស្ករពាក់កណ្ដាលស្ព្រាហើយនឹងទឹកស៊ីអ៊ីវមួយស្ព្រាខ្ញុំដាក់គ្រឿងតែប៉ុណ្្នឹងឯងព្រោះទឹកស្លរបស់ខ្ញុំហ្នឹងវាអត់ច្រើនហ្មងដែរវាមួយចានគោមតូចល្មមអញ្ចឹងណាអញ្ចឹងបន្ទាប់មកទៀតខ្ញុំថែមជាមួយនឹងស្ពៃក្តោបចូលព្រោះស្ពៃក្តោបវារៀងរឹងដែរហើយខ្ញុំត្រូវការស្ងោរវាដើម្បីឲ្យវាចេញជាតិផ្អែមពីស្ពៃក្តោបនឹងដែរអញ្ចឹងណាព្រោះសាឡស្ងោរនៅពេលដែលយើងដាក់ស្ពៃក្តោបយើងងាស់វាទៅវាចេញជាតិផ្អែមពីស្ពៃក្តោបមកហ្នឹងគឺឆ្ងាញ់ហ្មងបន្ទាប់ពីយើងដាក់ស្ពៃក្តោបហើយយើងបន្តងាស់វាប្រហែល5នាទីអីទៅដើម្បីឲ្យស្ពៃក្តោបរបស់យើងហ្នឹងវាចេញជាតិផ្អែមមកទឹកស៊ុបយើងអញ្ចឹងណាហើយស្ពៃក្តោបនេះវារៀងឆាប់ស្លោកដែរទេព្រោះដោយសារតែខ្ញុំប្រើស្ពៃក្តោបខ្មែរខ្ញុំអត់ដែរទិញស្ពៃក្តោបចិនទេហើយខ្ញុំភ្លក់ទៅវារៀងស្ទើរដុតបន្តិចអញ្ចឹងខ្ញុំថែមអំបិលចូលតិចទៀតបងអូនធ្វើម្ហូបបងភ្លក់ថែមបន្ថយតាមនឹងអញ្ចឹងណាព្រោះអីរសជាតិយើងញ៉ាំអត់ដូចគ្នាទេបន្ទាប់មកខ្ញុំបើកភ្លើងឲ្យខ្លាំងមែនតើឲ្យអស់ភ្លើងហ្មងដល់ពេលឲ្យវាពុះកញ្ជ្រោលទៅនៅពេលដែលយើងដាក់បន្លែស្ពៃទៅបន្លែស្ពៃរបស់យើងវានៅខៀវស្រស់ស្ពៃនេះខ្ញុំប្រើស្ពៃខ្មៅព្រោះដោយសារតែនៅក្នុងទូទឹកកកខ្ញុំនៅសល់ស្លឹកស្ពៃខ្មៅពីស្លម្ជូរថ្ងៃមុនខ្ញុំស្ដាយខ្ញុំកាត់វាទុកទៅបានយកមកធ្វើសាឡស្ងោរនេះអញ្ចឹងឥឡូវសាឡស្ងោររបស់យើងមកមុខគឺរួចរាល់ហើយយើងទុកវាទៅម្លែងសិនទៅធ្វើមុខម្ហូបទី2ទៀតស្រួលងាយឯងបងអូនញ៉ាំទៅគឺមានជីវជាតិហ្មងណាសាឡស្ងោរនេះគឺឆ្ងាញ់មែនតើព្រោះឯបន្លែសិតតែបន្លែឆ្ងាញ់ទាំងអស់ឥឡូវចូលដល់មុខម្ហូបទី2ដាក់ខ្ទះឲ្យក្តៅដាក់ខ្ទឹមសខ្ទឹមក្រហមនិងបំពងទៅសម្រាប់ផ្កាខាត់ណាហ្នឹងគឺខ្ញុំស្រុះទឹកវាចេញម្សៅសិនស្រុះទឹកវាចេញម្សៅហើយខ្ញុំកាត់វាតូចៗហើយខ្ញុំស្រុះវាចេញទៅវាឆ្អិនមកសពទៅព្រោះខ្ញុំភាគច្រើនខ្ញុំឆាបន្លែគឺខ្ញុំអត់ដែលឆាទាំងបន្លែឆៅទេភាគច្រើនខ្ញុំយកទៅស្រុះវាចេញម្សៅសិនដើម្បីឲ្យវាបាត់ក្លិនកពុលអញ្ចឹងណាហើយណាមួយទៀតការខាត់ណាហ្នឹងវារៀងហឹងចាំបើយើងអត់ស្រុះទឹកវាចេញទេពេលដែលយើងឆាទៅវាអត់មានសម្រស់ទេហើយវាកពុលទៀតវាឃើញស្លោកហើយទុនឆិចអត់ឆ្ងាញ់ទេដល់ពេលដែលយើងយកវាទៅស្រុះចោលម្សៅហើយយើងដាក់វាជាមួយនឹងទឹកកកឲ្យវាឡើងពណ៌ខៀវស្រស់ហើយវាស្រួយទៀតនៅពេលដែលយើងយកមកឆាទៅគឺវាឆ្ងាញ់ហ្មងវាអត់ឆិចទេចាបន្ទាប់ពីយើងបំពងខ្ទឹមជាមួយនឹងលីងសាច់ជ្រូករបស់យើងរៀងមកសពប់ហើយខ្ញុំថែមគ្រឿងរសជាតិចូលសម្រាប់គ្រឿងរសជាតិភាគច្រើនគឺខ្ញុំលាយវាមុនពេលខ្ញុំដាក់អញ្ចឹងណាខ្ញុំលាយមានប្រេងខ្យងមានស្ករសបន្តិចមានទឹកម្ទេសហើយនឹងទឹកស៊ីអ៊ីវអញ្ចឹងទៅបងអូនបន្ថែមបន្ថយរសជាតិទៅតាមចំណូលចិត្ត
ចិត្តរបស់យើងអញ្ចឹងណាសម្រាប់សាច់ជ្រូកវាក្រឆ្អិនអញ្ចឹងខ្ញុំថែមទឹកចូលបន្តិចដើម្បីទុកវារៀងយូរតិចទៅកុំឲ្យវាកកខ្លោចអញ្ចឹងព្រោះអីខ្ទះនេះវារៀងឆាប់ក្តៅខ្លាំងដល់ពេលអញ្ចឹងទៅវាឆាប់ខ្លោចខ្ញុំខ្លាចខ្លោចអញ្ចឹងខ្ញុំថែមទឹកចូលបន្តិចដើម្បីឲ្យសាច់ជ្រូករបស់យើងវាឆ្អិនល្អព្រោះសាច់ជ្រូកវាក្រឆ្អិនចាប់បន្ទាប់ពីយើងសង្កេតឃើញថាម្ហូបរបស់យើងវារៀងសាច់ជ្រូករបស់យើងវារៀងឆ្អិនហើយខ្ញុំភ្លក់បន្តិចរសជាតិហ្នឹងថាវាយ៉ាងណាអញ្ចឹងណាប្រៃផ្អែមទៅពីជូរចត់តាមតែយើងចង់បាននៅតោះមកបាទខ្ញុំថែមជាមួយបន្លែយើងកូរចុះកឡើងបន្តិចទៅឲ្យបន្លែហ្នឹងវាប្រឡាក់ជាប់ជាមួយនឹងគ្រឿងរសជាតិហើយនឹងវាចូលសព្វគ្នាជាមួយនឹងសាច់ជ្រូកច្រាមរបស់យើងដែលយើងឆាហ្នឹងឲ្យសព្វគ្នាទៅយើងបិទភ្លើងដាក់ចុះយកមកតុកទទួលទានបានហើយបងអូនគឺស្រួលៗងាយងាយហ្មងហើយឆានេះគឺឆ្ងាញ់មែនតើផ្កាខាត់ណារបស់យើងនៅពណ៌ឡើងខៀវល្ងឹតហើយស្រួយឈប់ឡើងតំណងញ៉ាំអញ្ចឹងលុយ6000ខ្ញុំធ្វើម្ហូបបាន2មុខញ៉ាំគ្នាបាន2នាក់សម្រាប់បងប្អូនដែលគាត់នៅតែម្នាក់ឯង5000នេះគាត់ធ្វើតាមរបៀបខ្ញុំហ្នឹងគឺគាត់ញ៉ាំបាន2ពេលព្រោះសាឡមួយចានហ្នឹងគឺញ៉ាំម្នាក់ឯងគឺគ្រាន់បើញ៉ាំ2នាក់វាស្ទើរហើយអញ្ចឹងបើខ្ញុំធ្វើម្ហូប2មុខអញ្ចឹង5000ហ្នឹងខ្ញុំបានម្ហូប2មុខយ៉ាងឆ្ងាញ់ពោពេញដោយវីតាមីនជាមួយនឹងប្រូតេអ៊ីនមានកម្លាំងពេញបឹបហ្មងម្ហូប2មុខនេះគឺសុទ្ធតែប្រូតេអ៊ីនមានទាំងសាច់មានទាំងបន្លែគ្រប់គ្រាន់ហើយយើងញ៉ាំជាមួយបាយមកគឺធ្វើឲ្យយើងឆ្អែតនឹងពោះហ្មងអ្នកខ្លះគាត់ថាកាន់លុយ10000ទៅផ្សារមិនដឹងទិញអីទេត្រូវហើយបងអូនយើងអត់ដឹងថាទិញអីបានទេព្រោះបើយើងអត់មាន plan យើងទៅយើងឆុងឆាំងគឺដឹងតែអស់ហើយអត់បានអីល្អត្រឡប់មកផ្ទះវិញទេសេដ្ឋកិច្ចកំពុងតែពិបាកអញ្ចឹងតើតែប្រយ័ត្នប្រយែងរឿងការចាយលុយបន្តិចណាអរគុណសម្រាប់ការទស្សនាបងអូនជួបគ្នាជាមួយនឹង content ផ្សេងៗទៀតណាបាយបាយ